ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូថ្ងៃនេះផងដែរនាងខ្ញុំនឹងបង្ហាញជូនពុកម៉ែបងប្អូនពីប្រភេទម៉ាស៊ីនលាងធុង20លីត្រចំពោះម៉ាស៊ីនលាងធុង20លីត្រគឺយើងមានជាប្រភេទលាងបានធុងម្ដងមួយនិងលាងបានធុងម្ដងពីរផងដែរដែលពុកម៉ែបងប្អូនតែងតែហៅថាធុងក្បាល1និងធុងក្បាល2ហើយនៅខាងក្រោយនាងខ្ញុំនេះគឺជាប្រភេទម៉ាស៊ីនលាងធុងក្បាល2ផងដែរដែលយើងធ្វើការលាងសម្អាតបានទាំងធុងកតូចនិងធុងកធំចំពោះការលាងសម្អាតនិងការប្រើប្រាស់ម៉ាស៊ីននេះគឺងាយស្រួលខ្លាំងមែនទែនពុកម៉ែបងប្អូនគឺយើងធ្វើការដាក់លាងសម្អាតមិនថាធុងកតូចឬក៏ធុងមាត់ធំដែលពុកម៉ែបងប្អូនតែងតែមានប្រើប្រាស់ចាយើងធ្វើការដាក់ចូលទៅក្នុងម៉ាស៊ីនលាងបែបហ្នឹងចឹងទៅចាបន្ទាប់មកយើងធ្វើការដាក់ហើយចាយើងនឹងមានកង់តាក់សម្រាប់ធ្វើការបញ្ជីលាងធុងតែម្ដងចាហើយចំពោះម៉ាស៊ីននេះគឺលាងបានស្អាតនិងល្អខ្លាំងមែនទែនគឺលាងបានរហ័សជាពិសេសលាងបានទាំងស្អាតទាំងលើចាទាំងខាងក្រោមទាំងខាងក្រៅនិងខាងក្នុងគឺបានស្អាតល្អតែម្ដងចាពេលយើងធ្វើការដាក់ធុងហើយគឺយើងមានកង់តាក់កន្លែងកាច់បើបញ្ជីលាងធុងតែម្ដងចាបន្ទាប់ពីយើងធ្វើការកាច់កង់តាក់ហើយចាយើងចាប់ផ្ដើមបិទគម្របធុងចាពេលដែលយើងបិទគម្របហ្នឹងគឺម៉ាស៊ីនហ្នឹងគឺបើកដំណើរការលាងអូតូតែម្ដងចាលាងតែមួយផ្លេតទេគឺម៉ាស៊ីននេះគឺលាងបានស្អាតល្អតែម្ដងចាដូច្នេះសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការចង់បានជាប្រភេទម៉ាស៊ីនលាងធុងមិនថាលាងម្ដងមួយឬក៏លាងម្ដងពីរបងប្អូនអាចជើញតាក់ទងជាមួយនឹងខាងក្រុមហ៊ុនយើងខ្ញុំបានចាសូមអរគុណសូមជម្រាបលា